ព្រឹកឡើងបាញ់មិនចោចាមិនបញ្ចប់សង្គ្រាមតាពួកសៀមចង់ធ្វើអ្វីគឺសៀមចង់បំបាក់ស្មារតីបើនិយាយអំពីទ្រឹស្ដីគេហៅថារំខាននិងសាក់លបង harassment probing strategy សៀមបាញ់និងទម្លាក់គ្រាប់រាល់នៅពេលព្រឹកដើម្បីបង្កការភ្ញាក់ផ្អើលនិងបំផ្លាញស្មារតីបាញ់រួចសម្រាកផ្លាស់ប្ដូរទីតាំងផ្សេងគ្នាដើម្បីសាក់លបងប្រតិកម្មនិងសមត្ថភាពការពារខ្មែរឯមិនព្រមចរចាដើម្បីចង់បង្កទៅជាសម្ពាធនិងមិនចង់ឲ្យមានដំណោះស្រាយនយោបាយជារបៀបយុទ្ធសាស្ត្របង្កភាពនឿយហត់ War of Attrition Psychological ដោយមិនវាយធំតែម្ដងប៉ុន្តែបង្កការរំខានឬបង្ខំឲ្យភាគីម្ខាងនឿយហត់ខ្វះការត្រៀមខ្លួនខ្វះស្មារតីទ្រឹស្ដីនៃសង្គ្រាមបែបនេះឃើញមានយកទៅប្រើប្រាស់ច្រើនណាស់នៅក្នុងសង្គ្រាមវៀតណាមវាយជាមួយអាមេរិកដើម្បីបំបាក់ឬបង្ខំឲ្យមានការឆ្លើយតបក៏ដូចជារបៀបយុទ្ធសាស្ត្របន្តបង្កឬការភ័ន្តច្រឡំបាញ់ហើយឈប់ធ្វើឲ្យមិនដឹងថាតាជាសង្គ្រាមពេញលេញឬត្រឹមតែសម្ពាធដើម្បីអាចងាយស្រួលបដិសេធចំពោះអន្តរជាតិប៉ុន្តែជាធម្មតាបើសុនមានរបៀបចងក៏មានរបៀបស្រាយនិងបើមានរបៀបវាយក៏មានរបៀបការពារដែរតើខ្មែរគួរស៊ូទប់ទល់របៀបណាបើកម្រិតកងទ័ពយើងផ្ដោតសំខាន់លើការការពារខ្លួនប៉ុន្តែមិនវាយបកខំការពារទីតាំងនិងប្រជាជនរក្សាវិន័យមិនឆ្លើយតបតាមដោយអារម្មណ៍ដើម្បីជៀសវាងកុំឲ្យពួកស្ត្រីទទួលបានគោលបំណងបង្កការភ័ន្តច្រឡំចំពោះកម្រិតស្មារតីនិងព័ត៌មានវិញកុំឲ្យប្រជាពលរដ្ឋភ័យខ្លាចឬក៏ចែករំលែកព័ត៌មានមិនពិតត្រូវតែខំផ្ដោតសំខាន់លើព័ត៌មានរដ្ឋបាលដែលមានវិជ្ជាជីវៈត្រឹមត្រូវនិងថែរក្សានូវភាពស្ងប់ស្ងាត់បែបយុទ្ធសាស្ត្រជារបៀបនៃរក្សាឯកភាពជាតិពីព្រោះឯកភាពជាតិជាអាវុធមុតស្រួចបំផុតបើរបៀបដោះស្រាយនៃកម្រិតនយោបាយនិងអន្តរជាតិយើងក៏ត្រាព្រឹត្តិការណ៍ឲ្យមានភស្តុតាងប្រើច្បាប់អន្តរជាតិនិងនៅលើវេទិកាអន្តរជាតិដើម្បីបង្ហាញថាភាគីខ្មែរគឺចង់សន្តិភាពតែសៀមប្រើកម្លាំងពីព្រោះថានៅត្រង់ចំណុចសំខាន់បំផុតនៅលើឆាកអន្តរជាតិបើសិនខ្មែរដែលអាចគ្រប់គ្រងខ្លួនឯងបានឬល្អជាងសៀមគឺខ្មែរជាភាគីដែលឈ្នះក្នុងភ្នែកពិភពលោកបើក្នុងសង្គ្រាមសម័យទំនើបអ្នកការពារខ្លួនឬខំទប់ទល់សត្រូវគឺមិនឈ្នះដោយការប្រែកំភ្លើងប៉ុន្តែឈ្នះដោយស្មារតីឬសេចក្តីស្របច្បាប់និងមានការគាំទ្រលើអន្តរជាតិជាសម្ពាធដ៏ធំចំពោះសត្រូវទប់ទល់ការពារអ្នកមិនវាយបកឈ្នះលើយុទ្ធសាស្ត្រស្មារតីនិងសេចក្តីទុកចិត្តគឺឈ្នះលើចិត្តសាស្ត្របង្ហាញវត្ថុតាងនិងបង្ហាញឆន្ទៈគឺឈ្នះលើអន្តរជាតិខ្ញុំសូមបញ្ចប់សំណេរបែបខ្លីជាការផ្ដោតទិន្នន័យដើម្បីបងប្អូនឲ្យស្វែងយល់បើមានចំណុចជ្រុលឬលើខ្វះនៅត្រង់ចំណុចណាខ្ញុំសូមការអធិស្ឋានទុកជាមុនខ្ញុំក៏សូមគោរពអរគុណបងប្អូនដែលលះបង់ចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានតាំងពីដើមរហូតដល់ចប់នៅចុងបញ្ចប់សូមបងប្អូនត្រូវតែបន្តជឿជាក់លើរាជរដ្ឋាភិបាលយើងអត្ថបទរបស់លោកហុកនេវnó quay bay rồi một rồi lừa một ta giờ mau mua pi bây giờ lọp rồi